សញ្ញានៃបញ្ហាជំងឺកាប់រោគសិកមាន់បងស្ត្រីបងបរិសុទ្ធណាខ្លះដែលកំពុងតែសង្ស័យថាខ្លួនឯងកំពុងតែកើតមានទៅលើបញ្ហាជំងឺកាប់រោគសិកមាន់បងប្អូនអាចស្ដាប់វីដេអូនេះដល់ចប់បានពាក់ព័ន្ធទៅលើបញ្ហាជំងឺកាប់រោគសិកមាន់ជាប្រភេទជំងឺកាប់រោគ APV ដែលនៅក្នុងក្រុមពាក់ព័ន្ធទៅលើបញ្ហាជំងឺមហារីកមាត់ស្បូនជំងឺមហារីកក្បាលលឹងជំងឺមហារីករោងគូតឬមួយក៏ជំងឺមហារីកបំពង់កក្នុងករណីបរិសុទ្ធស្ត្រីរួមភេទតាមមាត់ជាចម្បងតកតងទៅលើបញ្ហាមួយនេះវាឆ្លងតាមរយៈផ្លូវភេទក្នុងករណីបរិសុទ្ធស្ត្រីមានដៃគូច្រើនមិនមានភាពស្មោះត្រង់មួយនឹងមួយទោះបីជានៅជាមួយគ្នាម្ដងក៏ដោយប៉ះទឹករំអិលក៏ដោយក៏បងប្អូនអាចងាយនៅក្នុងការឆ្លងដែរបើសិនជាសុខភាពប្រព័ន្ធការពាររបស់បងប្អូននឹងចុះខ្សោយជំងឺមួយនឹងវាងាយនៅក្នុងការឆ្លងហើយងាយនៅក្នុងការចេញជារោគសញ្ញាដូចគ្នារោគសញ្ញានៃបញ្ហាសិកមាត់បងប្អូនអាចងាយនៅក្នុងការកត់សម្គាល់ផងដែរទី1គឺមានជាការដុសដុំសាច់ចាលក្ខណៈរាងកញ្ញែកញ្ញំដូចជាការកណាដូចជាដុំសាច់ដូចជាដុំឬកពីកពកដុសនៅតំបន់ពិសេសអាចនឹងលាយឡំជាមួយនឹងការរមាស់ឬមកក៏ការធ្លាក់រំអិលនៃសហូរដូចខ្ទុះពីធំក្លិនតិចតួចឬមកក៏អាចធ្វើឲ្យបងប្អូនមានជាការក្តៅកាហាយអីតិចតួចបើសិនជាក្នុងករណីដុំសាច់នោះវារីកធំឬមកក៏វាអាចនឹងកកិតជាមួយនឹងខោការធ្វើចលនាបងប្អូនជាប្រចាំថ្ងៃតែបើសិនជាបងប្អូនសួរថាវាធ្វើទុកបងប្អូនខ្លាំងអត់គឺវាមិនសូវធ្វើទុកបងប្អូនខ្លាំងទេតែបើសិនជាបងប្អូនដឹងហើយឮហើយថាយើងកំពុងតែផ្ទុកដោយបញ្ហាជំងឺកាប់រោគសិកមាន់បងប្អូនគួរតែឆាប់ដោះស្រាយចាគួរតែឆាប់ព្យាបាលទៅលើបញ្ហាមួយហ្នឹងកុំបន្តទុកពីមួយដំណាក់កាលទៅមួយដំណាក់កាលកាន់តែពិបាកទៅលើការព្យាបាលហើយកម្រិតនៃបញ្ហាសិកមាន់មានពីកម្រិត6 11តែបើសិនជាបងប្អូនឈានចូលដល់កម្រិត16 18ហើយបងប្អូនអាចព្យាបាលបានទេមានន័យថាវាចូលកោសិកាមហារីកអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមបងប្អូនមានជាចម្ងល់មានជាបញ្ហាចាបងប្អូនចង់ពិគ្រោះចង់ដោះស្រាយទៅលើបញ្ហាសុខភាពប្រុសស្ត្រីបរិបផ្នែកណាមួយបងប្អូនអាចឆាតចូលនៅក្នុង page ឬមួយក៏តំណែងមកលេខទូរស័ព្ទរបស់លោកគ្រូ3ប្រព័ន្ធដែលមាននៅក្នុងវីដេអូនេះបាន